បាទនេះឃើញថាកដោបផុនយើងហ្នឹងបានញាស់ល្អមែនតើបាទរយៈពេលតែមួយយប់ទេបាទហ្នឹងហើយខ្ញុំចេញវីដេអូនេះមកចង់ប្រាប់ពីរបៀបញាស់កដោបធ្វើម៉េចឲ្យញាស់បានល្អស្រុះគ្នាតែម្ដងអញ្ចឹងណាអញ្ចឹងកដោបយើងយកមកញាស់យើងគួរតែស្រកក្រងវាឲ្យចិត្តទៅបាទចងវាឲ្យចិត្តបាទចាំពេលដល់ថ្ងៃវាចិត្តញាស់ចាំយើងបើកក្រងវាចំហបាទអញ្ចឹងកដោបរយៈពេលតែ7ថ្ងៃទៅ10ថ្ងៃទេគឺវាញាស់ហើយបាទអញ្ចឹងយើងច្រកបេវាចឹងមកយើងចងវាចិត្តចាំដល់ថ្ងៃវាញាស់យើងបើកមាត់ក្រងហ្នឹងចំហមកដើម្បីឲ្យកដោបហ្នឹងវាធ្លាក់ចុះមកដីអញ្ចឹងណានេះគឺជាសកម្មភាពកដោបរបស់យើងកំពុងតែញាស់បាទរយៈពេលមួយយប់ទេបាទគឺញាស់ច្រើនមែនតែនបាទប្រហែលជាស្អែកហ្នឹងប្រហែលជាញាស់អស់ហើយបាទឃើញថាញាស់ល្អមែនតែនបាទអញ្ចឹងបេរបស់យើងដែលយើងយកមកដាក់កដោបហ្នឹងអញ្ចឹងយើងរើសមើលបេដែលល្អស្ដើងកុំអោយក្រាស់ពេកយើងយកបេណាស្ដើងមកដើម្បីដាក់វាឲ្យវាញាស់បាទបន្ទាប់មកកដោបយើងញាស់មកហើយអញ្ចឹងយើងគួរណាតែហែកលឹកចេកណាកុំឲ្យដាក់វាទាំងមូលយើងហែកជាចំណិតទូចដើម្បីឲ្យកូនកដោបយើងរៀនស៊ីបាទហើយបន្ទាប់មកទៀតយើងបាញ់ទឹកវាតាមមុងណាដើម្បីឲ្យវាផឹកទឹកបាទកដោបក៏វាត្រូវការចិត្តទឹកដែរដើម្បីវាផឹកណាកុំឲ្យវាស្ងួតអញ្ចឹងយើងបាញ់តាមគិនមុងរបស់យើងនឹងមកដើម្បីឲ្យកដោបវាឡើងមកផឹកបាទហើយយើងបាញ់ទៅលើសត្វកណ្ដោបនឹងផងដែរទៅបាទយើងកុំឲ្យដាក់ទឹកនៅក្នុងស្នូកកណ្ដោបណាបើសិនជាយើងដាក់ក៏យើងដាក់តិចណាកុំឲ្យដាក់ច្រើនពេកការពារកុំឲ្យកដោបយើងនឹងវាលាងទឹកណាកាលណាយើងដាក់ខ្លាំងពេកកដោបរបស់យើងនឹងវាលាងទឹកអញ្ចឹងវិធីដែលល្អបំផុតបងប្អូនគួរតែបាញ់តាមមុងហ្នឹងដើម្បីឲ្យវាសើមមានជាតិសំណើមបាទកណ្ដោបក៏វាត្រូវការជាតិសំណើមដែរបាទអញ្ចឹងយើងបាញ់វាចឹងមកបាទ